គាត់ជាជនពិការប៉ុន្តែមានកំណត់ស្នេហាជាតិបង្រៀនសិស្សដោយមិនគិតលុយមិនគិតប្រាក់មិនគិតកម្រៃអ្វីទាំងអស់ប៉ុន្តែគាត់បើកចិត្តទូលាយទៅលើសប្បុរសជនឬក៏សប្បុរសធម៌ទាំងឡាយដែលមានបំណងចង់ជួយសាលារបស់គាត់ជាលុយជាកាក់ជាសម្ភារៈអីផ្សេងគឺថាគាត់បើកចិត្តទូលាយជានិច្ចបើទួលខ្លួនរបស់ខ្ញុំនេះគឺបាក់សឹងរាប់ពាន់ដងទៅហើយបាទសឹងរាប់ពាន់ដងបាទសឹងរាប់ពាន់ដងហើយអញ្ចឹងជីវិតរបស់ខ្ញុំនៅលើត្រែច្រើនជាងការទៅណាមកណាទៅបន្តិចព្យាបាលអញ្ចឹងណានៅទៅប៉ែតដែរបាក់រុំយើងទៅប៉ែតហើយរួចខ្លីបាទដូចជឿនេះពីមុនមិននឹងវាយហ្នឹងទៅគឺវែងណាបាទបាក់ទៅរុំទៅប៉ែតខ្លីបាក់ទៅរុំទៅប៉ែតខ្លីបាទទៅមកទស្សនវិជ្ជាកាលពីមុនហ្នឹងយើងព្យាបាលបែបប្រពៃណីបែបបុរាណណាបែបបុរាណសម័យហ្នឹងគឺសម័យសង្គ្រាមយើងទៅដោយសម្ដីដល់ឧត្តមឧត្តមដល់ប្រសើរក្រៃពេកណាស់របស់លោកគ្រូដែលគាត់និយាយថានៅថ្ងៃអនាគតសាលានេះនឹងបើកកន្លែងមានចិញ្ចឹមក្មេងកាព្រាក្មេងអនាថាក្មេងអត់ទីពឹងបន្ថែមទៀតអញ្ចឹងបានសេចក្តីថាសាលានេះនៅថ្ងៃខាងមុខប្រមូលផ្ដុំទៅដល់អ្នកក្រីក្រអ្នកក្រខ្សត់អ្នកអត់អ្នកឃ្លានយកមកចិញ្ចឹមមនុស្សម្ដាលដើម្បីជួយសង្គមជាតិបាទសូមគោរពជម្រាបសួរប្រិយមិត្តទូរទស្សនិកជនទាំងអស់ជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបានចុះមកថតឬក៏យកទៅដល់ផ្ទាល់ទាក់ទងនឹងរឿងសាលាឯកជនមួយណាប្រិយមិត្តទស្សនិកជនដែលសាលាឯកជននេះបើកបង្រៀនដល់ជនពិការម្នាក់ហើយគឺថាបង្រៀននឹងអត់មានយកលុយយកកាក់ពីសិស្សសាលាឬក៏បណ្ដាយឪពុកអីនោះទេគាត់បើកសាលាបង្រៀនឯកជននេះសង្ឃឹមទៅលើអំណោយសប្បុរសជនឬក៏អំណោយយតិយទានពីបងប្អូនសប្បុរសជនផ្សេងដើម្បីជួយគាត់នឹងឲ្យសាលានឹងដើរដោយរលូនហើយមានប្រាក់ខែបើកឲ្យគ្រូបង្រៀនដើម្បីជ្រាបឲ្យកាន់តែច្បាស់នៃរឿងនេះប្រិយមិត្តទស្សនិកជនតាមដានទស្សនាមួយខ្ញុំបាទដូចតទៅអូខេ good បាទលោកគ្រូជំរាបសួរបាទជំរាបសួរបងបាទលោកគ្រូឈ្មោះអីដែរខ្ញុំឈ្មោះកឹមនីលោកគ្រូគឺជានាយកសាលានៃសាលានឹងតែម្ដងហើយណាពិបាកថាជានាយកសាលាដែរតែបើថាខ្ញុំជាអ្នក founder ដែលរកឃើញនៅសាលាហ្នឹងហើយក៏អ្នកបង្កើតសាលាផងដែរបាទតើនៅជាអ្នកបង្កើតសាលាហ្នឹងក៏ជាអ្នកគ្រប់គ្រងសាលាហ្នឹងបាទលោកគ្រូឈ្មោះអីដែរលោកគ្រូខ្ញុំឈ្មោះកឹមនីអាយុប្រហែលដែរលោកគ្រូ44ឆ្នាំហើយ44ឆ្នាំប្រិយមិត្តទស្សនិកជនបានពិនិត្យមើលនិងមើលនៅคลิปវីដេអូនេះជាក់លាក់ច្បាស់ហើយគឺថាគាត់គឺជាជនពិការណាប្រិយមិត្តទស្សនិកជនមើលចុះគាត់ជិះទៅលើរទេះពិការទាំងដៃពិការទាំងជើងហើយលោកគ្រូរៀបរាប់ពីប្រវត្តិនៃខ្លួនដែលคล้ายទៅជាជនពិការនឹងតិចមើលពិការពីកំណើតឬក៏ពិការដោយសារអីតាមពិតទៅកាយសម្បត្តិរបស់ខ្ញុំមិនមែនពិការពីកំណើតទេដោយសារតែយើងមានជំងឺគេហៅពុកឆ្អឹងណាជំងឺពុកឆ្អឹងយើងកើតមកចេញមកគ្រប់តុងជើងមួយអាទិត្យម្ដាយខ្ញុំគាត់ប៉ះពាល់នឹងក្រែទៅណាក៏បាក់ដែរទៅដែលយើងរួមតែរួមស្រួលគឺស្វាត់តែម្ដងហើយនឹងរុញខ្លីបើទួលខ្លួនរបស់ខ្ញុំនេះគឺបាក់សឹងរាប់ពាន់ដងទៅហើយបាទសឹងរាប់ពាន់ដងហើយអញ្ចឹងជីវិតរបស់ខ្ញុំនៅលើត្រែច្រើនជាងការទៅណាមកណាទៅបន្តិចព្យាបាលអញ្ចឹងណាហ្នឹងហើយគឺទុកចាក់នៅច្រើនហ្នឹងបាទលោកគ្រូសុំមើលជើងបន្តិចមើលអាហ្នឹងពិការធម្មតានេះពិការរសាអីពីមុនមកមិនទៅប៉ែតចឹងទេមិនទៅប៉ែតចឹងទេបាក់រុំទៅគឺទៅប៉ែតដែរបាក់រុំយើងទៅប៉ែតហើយរួចខ្លីបាទដូចជឿនេះពីមុនមិននឹងវាយហ្នឹងទៅគឺវែងណាបាទបាក់ទៅរុំទៅប៉ែតខ្លីបាក់ទៅរុំទៅប៉ែតខ្លីបាទទៅមកទស្សនិកជនកាលពីមុនហ្នឹងយើងព្យាបាលបែបប្រពៃណីបែបបុរាណណាបែបបុរាណសម័យហ្នឹងគឺសម័យសង្គ្រាមយើងទៅតែរឿងគ្រប់ពីសង្គ្រាមណាចឹងយើងខ្វះខាតប្រព័ន្ធនៃការព្យាបាលចឹងយើងព្យាបាលតាមបែបពូខ្មែរចឹងណាបាទគេថាព្យាបាលជាលក្ខណៈបុរាណបាទលោកគ្រូរៀបរាប់ប្រវត្តិកំណើតនៃការកើតសាលានេះបន្តិចមើលតែប៉ុន្តែសាលានេះគឺមិនមែនជាកិច្ចការងារដំបូងរបស់ខ្ញុំជាមួយនឹងការងារសង្គមទេវិធីការងារអាចថាមិនទាន់ពីចុងក្រោយទេដោយសារតែពីមុនខ្ញុំធ្វើការពីចុងក្មេងខ្ញុំបើកពីមណ្ឌលកុមារកំព្រាបើអត់មានអង្គការណាជួយទេណាខ្ញុំចុងក្មេងច្រើនមែនតើដល់ពេលដែលកូនខ្ញុំចាំហើយនោះគាត់ធំដឹងក្តីហើយនៅក្នុងឆ្នាំ2015ហ្នឹងបាទខ្ញុំក៏ត្រឡប់មកផ្ទះវិញមកគុំថាជាមួយគ្រួសារវិញខ្ញុំអត់បានមានពេលពីមុនមកអត់សិនខ្ញុំអត់ពេលនៅជួបជុំគ្រួសារទេហ្នឹងហើយខ្ញុំនៅជាមួយកិច្ចការខ្ញុំក្មេងច្រើនដល់ពេលក្នុងឆ្នាំ2015ហ្នឹងគឺខ្ញុំធ្វើការសម្រេចចិត្តថាអូខេខ្ញុំរត់តែមុនអាយុមិនមែនអាយុខ្ញុំរត់តែទេគឺការសម្ភារខ្ញុំរត់តែមុនអាយុបាទអញ្ចឹងយើងចាំក្មេងតាំងពី2004រហូតដល់2015ចឹងវាមានរយៈពេល11ឆ្នាំចឹងការចាំនេះវាវែងឆ្ងាយណាស់ព្រោះបងប្អូនដែលក្មេងកំព្រាក្មេងរីករាយសំដឹងក្តីអាចធ្វើការបានដែរខ្ញុំក៏ឈប់ទៅខ្ញុំក៏មកតាមទីភូមិឋានវិញជាមួយក្រុមគ្រួសារ
ដល់ឡែកទៅនៅពេលនោះគឺមានក្មេងៗក្នុងភូមិបាទគាត់សូមឲ្យខ្ញុំធ្វើការបង្រៀនបាទតែការបង្រៀនហ្នឹងគឺចាប់ផ្ដើមនៅក្នុងខែ4បាទថ្ងៃទី3ខែ4ថ្ងៃទី3ឆ្នាំ2015អញ្ចឹងដំបូងហ្នឹងគឺយើងមានក្មេងតែ4-5នាក់ទេខ្ញុំអង្គុយរៀនលើខែហើយកូនគាត់អង្គុយអមខែហ្នឹងទៅហ្នឹងហើយខ្ញុំដាក់ក្តារគេតូចមួយជាប់នឹងជាងទៅខ្ញុំអង្គុយពេនភ្នែនរៀនគាត់ទៅក្រោយមកទៀតមកក្មេងចិត្តកើនទៅក៏ប៉ុន្តែមុននឹងការបរៀនគឺខ្ញុំបដិសេធគាត់ច្រើនណាស់ចង់ព្រោះយើងជប់អត់ជាប់ទេដោយសារតែគាត់ឲ្យតម្លៃយើងពេកគាត់ឲ្យចង់យើងបរៀនពេកអញ្ចឹងយើងឃើញថាទឹកចិត្តរបស់គាត់ជាក្មេងជនបទឲ្យខំចង់រៀនអញ្ចឹងយើងចេះបន្តទៀតទៅអញ្ចឹងពីមួយខែទៅមួយខែត្រឹមមួយឆ្នាំក្មេងមកច្រើនមែនតើបាទមកចំនួន2ឃុំតែក្មេងមករៀនទីនេះបាទអញ្ចឹងច្រើនមានឃុំអីខ្លះដែរលោកគ្រូក្មេងដែលមករៀនទីនេះមានក្មេងមកពីឃុំឈៀនតងហើយនឹងឃុំទៅពាំងឃុំខាងជើងយើងនេះផ្ទាល់តែម្ដងបាទអញ្ចឹងមកទល់បច្ចុប្បន្ននេះយើងមិនបានបូកសរុបក្មេងរយៈពេលឆ្នាំមុនដែលគាត់ចេញទៅអស់ទេហ្នឹងហើយយើងគិតថាបច្ចុប្បន្ននេះយើងមានសោះ300ជាងនេះ300ជាងនេះ300ប្រមាណឲ្យប្រកបដែរ345អំពីរឿងថវិកាឬក៏ចំណូលនៅក្នុងការដែលសាលាបើបង្រៀនសិស្សនេះគឺថាអត់មានយកលុយពីសិស្សតែម្ដងលោកគ្រូណាវាមិនមែនត្រឹមតែអត់យកលុយទេយើងខាងខ្ញុំបានតែទៅជាអំពីវនីយតាមបណ្ដាញសង្គមស្វ័យរកតាសភៅកង់ជូនកូនឆ្មិចឲ្យគាត់បានមករៀនអញ្ចឹងយើងផ្គត់ផ្គង់តែចំណេះដឹងតែបើសិនជាកូនក៏អត់មានលទ្ធភាពមករៀនកើតអត់មានកតាបទូរៀនពាក់សំរុំនឹងគេឬក៏អត់មានមធ្យោបាយមករៀនក៏ពិបាកដែរអញ្ចឹងក្មេងដែលក្រីក្រយើងបង្រៀនគាត់ហើយយើងព្យាយាមរកមធ្យោបាយណាដែលអាចឲ្យគាត់មានលទ្ធភាពសំរុំនឹងគេបានទៅរៀនផងដែរអូអញ្ចឹងបានយើងមិនមែនថាយើងអត់ទៅយកលុយទេហ្នឹងហើយខាងសាលាបានចែកកញ្ញាដល់កូនដើម្បីឲ្យគាត់ចិញ្ចឹមតែគាត់បានធ្វើការខាងសាលាជួយទិញវិញចឹងគាត់បានថវិកាមួយទៀតគ្រប់គ្រងគ្រួសារគាត់ចឹងគាត់មករៀនហើយគាត់មានឱកាសបង្កនៅថវិកាសេដ្ឋកិច្ចតទៅគាត់ដែរបាទប្រិយមិត្តទស្សនិកជនដោយប្រិយមិត្តទស្សនិកជនបានទស្សនានៅคลิปវីដេអូនេះចឹងលោកគ្រូមិនត្រឹមតែមានចិត្តសម្ដៅត្រង់បណីទៅលើសិស្សនិស្សិតទាំងអស់នេះទេប៉ុន្តែគាត់ថែមទាំងគឺថាចែកសម្ភារៈសិក្សាទៅដល់សិស្សនិស្សិតបន្ថែមទៀតគាត់មិនត្រឹមតែបង្រៀនមិនយកលុយទេប៉ុន្តែឲ្យលុយសិស្សទៅទៀតយើងនិយាយចំអញ្ចឹងទៅនឹងឲ្យមុខរបរបាទអញ្ចឹងគាត់រៀនទាំងអក្សរគាត់រៀនតាមការបង្កើតអាជីពបាទនេះថាគាត់រៀនបានចំណេះជំនាញយកទៅបម្រើសង្គមឬក៏បម្រើសេចក្តីត្រូវការក្នុងឆាកជីវិតរបស់គាត់ហើយគាត់បានគេថាបាទគាត់បានទាំងមុខរបរទៅទៀតគាត់បានទាំងមុខរបរទៅទៀតហ្នឹងហើយសัตว์ណាគាត់រៀនថែទាំសត្វរបស់គាត់ហើយអញ្ចឹងទៅគាត់ยังមានគ្រប់គ្រងលុយរបស់គាត់ដែរបាទប្រិមត្តទស្សនិកជននេះគឺជាពិតជាគំនិតដល់ឧត្តមដល់ប្រសើរក្រៃពេកណាស់ពុំមានអ្នកណាអាចធ្វើបានពុំមានអ្នកណាអាចធ្វើដូចនោះទេបាទគាត់ជាជនពិការប៉ុន្តែមានគំនិតស្នេហាជាតិបង្រៀនសិស្សដោយមិនគិតលុយមិនគិតប្រាក់មិនគិតកម្រៃអ្វីទាំងអស់ប៉ុន្តែគាត់បើកចិត្តទលាយទៅលើសប្បុរសជនឬក៏សប្បុរសធម៌ទាំងឡាយដែលមានបំណងចង់ជួយសាលារបស់គាត់ជាលុយជាកាក់ជាសម្ភារៈអីផ្សេងគឺថាគាត់បើកចិត្តទលាយជានិច្ចបើបងប្អូនទាំងនោះមានបំណងចង់ជួយមិនថា$1 $2 $5 $200 $200 ឬក៏$500អីជាដើមនោះទេសូមអញ្ជើញតាក់ទងមកលោកគ្រូចោះលោកគ្រូនឹងយកលុយនោះមកចែកធ្វើជាប្រាក់ខែដល់លោកគ្រូបង្រៀនឬក៏សិស្សសានុសិស្សបាទលោកគ្រូឮថានៅសកម្មភាពបន្តណាលោកគ្រូមានកិច្ចការងារបន្តទៅទៀតនៅក្នុងសាលារបស់លោកគ្រូនឹងកិច្ចការអីខ្លះដែរលោកគ្រូបន្តបាទគឺមានប្រសាសន៍មកខ្ញុំតែបានចុះទៅខាងក្រៅកិច្ចការងារសង្គមច្រើនខ្ញុំបានឃើញក្មេងៗដែលគាត់ក្រីក្រច្រើនមែនទែនហើយគាត់អលទ្ធភាពក្នុងការស្វែងរកកន្លែងសិក្សាបំពេញចឹងកិច្ចការងារបន្ទាប់ខ្ញុំនឹងផ្ដល់ជាព្យាយាមបើសិនជាបងប្អូនចូលរួមជួយហើយសង្ឃឹមថាបងប្អូននឹងបន្តចូលរួមជួយដើម្បីឲ្យសាលារបស់យើងមានលទ្ធភាពគ្រប់គ្រាន់មានក្មេងច្រើនដែលឆ្ងាយគាត់ចង់មករៀនហើយជីវភាពគាត់ក្រីក្រលំបាកមែនទែនต้องយ៉ាងមែនទែនសមត្ថភាពគាត់មានប៉ុន្តែក៏អលទ្ធភាពស្វែងរកកន្លែងរៀនបានជាភាសាអង់គ្លេសបំណិនជីវិតជំនាញផ្សេងៗចឹងសាលានឹងមានគម្រោងកសាងកន្លែងស្នាក់នៅឲ្យក្មេងៗទាំងអស់នោះដែលមានជីវភាពក្រីក្រកំព្រាតបយ៉ាលំបាកនោះជាគាត់អត់មានឱកាសចឹងខាងសាលានឹងផ្ដល់ឱកាសឲ្យគាត់កន្លែងស្នាក់នៅហើយបច្ចុប្បន្ននេះគឺយើងមានបន្ទប់មួយដែលអាចស្នាក់នៅ4នាក់បាទអញ្ចឹងសង្ឃឹមថាបងប្អូនដែលបានឃើញបានស្គាល់ក្មេងកំព្រាដែលមានចំណិតល្អអ្នកក្នុងការសិក្សាឆ្លៃអនាគតបងប្អូនអាចចាក់ទុកខ្ញុំបានណាបាទប្រិមត្តទស្សនិកជនដោយសម្ដីដល់ឧត្តមដល់ប្រសើរក្រៃពេកណាស់របស់លោកគ្រូដែលគាត់និយាយថានៅថ្ងៃអនាគតសាលានេះនឹងបើកកន្លែងមានចិញ្ចឹមក្មេងកាព្រាក្មេងអនាថា
ក្មេងអត់ទីពឹងបន្ថែមទៀតអញ្ចឹងបានសេចក្តីថាសាលានេះនៅថ្ងៃខាងមុខប្រមូលផ្ដុំទៅឲ្យអ្នកក្រីក្រអ្នកក្រខ្សត់អ្នកអត់អ្នកឃ្លានយកមកចិញ្ចឹមមនុស្សម្ដាលដើម្បីជួយសង្គមជាតិនឹង បាទ Last night, yes, I slept well last night. Yes, I slept well all night. Did you sleep well last night? No, I didn't sleep well last night. No, I didn't sleep well all night. Why you didn't sleep well? Okay.